ចាជំរាបសួរបងប្អូនអរគ្នាចាជំរាបសួរថ្ងៃនេះនាងខ្ញុំដុកទ័រធីតានឹងជួយនឹង topic ថ្មីមួយដែលបងប្អូនច្រើនតែជួបប្រទះភាគច្រើនដែរយើងឃើញញឹកញាប់ដែរទៅលើស្ត្រីដែលមានផ្ទៃពោះគឺpre-eclampsia ដែលយើងហៅក្នុងភាសាខ្មែរថាបំរុងក្រឡាភ្លើងអញ្ចឹងតើវាមានលក្ខណៈសំខាន់យ៉ាងដូចម្ដេចខ្ញុំនឹង summary ជូនបងប្អូនចាចំណុចសំខាន់ងាយយល់ចាអញ្ចឹងអ្វីទៅជា pre-eclampsia ឬក៏បំរុងក្រឡាភ្លើងចា pre-eclampsia ហ្នឹងគឺជាខេសមួយដែលserious មានន័យថាធ្ងន់ធ្ងរសម្រាប់ស្ត្រីដែលមានផ្ទៃពោះដែលសញ្ញាដំបូងនោះគឺគាត់កើតឡើងគឺមានការឡើងសម្ពាធឈាមចា high blood pressure គឺធំជាង140ទៅ90ចាហើយវាជាសញ្ញានៃ organ damage មានន័យថាមានសរីរាង្គយើងដែលមានបញ្ហាប៉ះពាល់គឺ